ពេលខ្លះឃើញផាកជីងនៅខាងក្រៅមើលទៅវាបែបតាក់ទាញស្អាតតែប៉ុន្តែពេលខ្លះបើខាងក្នុងមកស្ងាត់ចិត្តហ្មងដោយសារតែអីវ៉ាន់នៅខាងក្នុងនោះវាអត់ស្អាតដូចផាកជីងនៅខាងក្រៅតែសម្រាប់ power bank នេះគឺអត់ស្អាតតែផាកជីងខាងក្រៅនោះទេនៅខាងក្នុងក៏ស្អាតដែរឥឡូវយើងមកមើល power bank ខាងក្នុងទាំងអស់គ្នាថាវាស្អាតមិនចឹងណាចឹងចំពោះ power bank នេះដែរគឺដូចខ្ញុំនិយាយចឹងគឺវាមិនមែនធំតែស្អាតតែផាកជីងនៅខាងក្រៅទេសូម្បីតែ power bank នៅខាងក្នុងនេះក៏វាស្អាតដែរចឹងចំពោះ power bank នេះបើសិនជាយើងនិយាយតាក់ទងជាមួយនឹងរូបរាងវាបែបលក្ខណៈស្អាតមើលទៅដូចកាមេរ៉ាអញ្ចឹងតែវាជាប្រភេទ power bank នោះទេហើយដែលសំខាន់ power bank នេះគឺវាជាប្រភេទ power bank 3 in 1ដែលអ្នកគ្នាទិញទៅចំណេញមែនតើទទួលបានទាំង power bank ហើយវាអាចដើរតួនាទីជាដុំសាកហើយជាខ្សែសាកបានទៀតប៉ុណ្្នឹងហើយបើសិនជាអ្នកគ្នាអត់ចង់បានទេខ្ញុំមិនដឹងថាអ្នកគ្នាត្រូវការតម្រូវការប្រមាណបន្ថែមទៀតទេប៉ុន្តែបើសម្រាប់ខ្ញុំគិតថាតម្រូវការប៉ុណ្នេះគឺល្មមហើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃហើយសម្រាប់ខ្សែដែលគេបន្ថែមមកនឹងជាប្រភេទខ្សែ Type C ដែលជាប្រភេទក្បាល Type C អញ្ចឹងគឺអ្នកគ្នាអាចសាកបានទាំង iOS ក៏ដូចជា Android ផងដែរហើយសម្រាប់តកតូនជាមួយនឹងខ្សែគឺវាអាចហូតបានប្រវែង70សង់ទីម៉ែត្រអ្នកគ្នាអញ្ចឹងពេលដែលអ្នកគ្នាប្រើហើយអ្នកគ្នាអាចយកវាចូលចេះបានគឺវាមានសណ្ដាប់ធ្នាប់ផងដែរមួយវិញទៀតសម្រាប់ Power Bank នេះគឺគេបានភ្ជាប់មកជាមួយនឹងជើងសាកដូចជាការស្រេចជាប្រភេទជើងតប៉ែនអញ្ចឹងដែលអ្នកគ្នាអាចដោតជាមួយនឹងព្រីភ្លើងបានផងដែរបើសិនជាអ្នកគ្នាត្រូវការសាកបញ្ចូលអាចប្រើជើងនេះបានដែលខ្ញុំនិយាយមុនហ្នឹងគឺវាអាចដើរតួនាទីជាដុំសាកបានដោយសារតែពេលដែលយើងទាញជើងសាកនេះដោតជាមួយនឹងព្រីភ្លើងអ្នកគ្នាគ្រាន់តែមានខ្សែពីលើបន្ថែមមួយទៀតដោតតជាមួយនឹង Power Bank នេះគឺវាអាចសាកបានទៅទូរស័ព្ទរបស់អ្នកគ្នាហើយដោយសារតែវាអាចដើរតួនាទីជាដុំសាកបានទៀតណាហើយមួយទៀតបើសិនជាអ្នកគ្នាត្រូវការសាកជាមួយនឹងខ្សែរបស់អ្នកគ្នាជាប្រភេទខ្សែផ្សេងបន្ថែមអីអាចជ្រើសរើសសាកជាមួយនឹងរន្ធ Type C បានផងដែរចុងចំពោះ Power Bank នេះវាមានតែប៉ុណ្្នឹងទេបើសិនជាអ្នកគ្នាចាប់អារម្មណ៍អាចដាក់ការកំងតាមរយៈវីដេអូនេះឬមួយក៏អ្នកគ្នាអាចជើញបត់ដល់ហាងផ្ទាល់ក៏បានដែរសម្រាប់អាស័យដ្ឋានគឺយើងបានដាក់នៅលើ caption នៃវីដេអូមួយនេះសូមអរគុណជួបគ្នានៅវីដេអូក្រោយ